បាទសួស្តីក៏ដូចជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយវិលមកជួបខ្ញុំសារជាថ្មីទៀតហើយបាទហើយណែបង្វែរអារម្មណ៍បងប្អូនទៅមើលខ្ញុំដាក់ម៉ងយ៉ាមើលទស្សនវិជ្ជាតាមផ្លូវហើយកន្លែងដាក់ម៉ងបងប្អូនណាហ្នឹងហើយគឺខ្ញុំទៅដាក់ម៉ងនៅព្រៃលើហ្នឹងហើយបងប្អូនដែលនៅកន្លែងស្គាល់ណាពីមហ្នឹងហើយអូខេឥឡូវយើងក៏ចាប់ផ្ដើមចេញពីផ្ទះធ្វើដំណើរទៅអឺដាក់ម៉ងអញ្ចឹងណាបងប្អូនហ្នឹងហើយនេះចេញពីផ្ទះខ្ញុំទៅហ្នឹងហើយហើយឥឡូវមើលផ្លូវកន្លែងបងប្អូននេះគឺស្អាតមែនទែនមកដល់មុខផ្ទះខ្ញុំអញ្ចឹងហ្នឹងហើយចង់មានអីទេហ្នឹងហើយមានឲ្យបងប្អូនមើលទស្សនភាពលេងហ្នឹងហើយតាមផ្លូវហ្នឹងចេញពីផ្ទះខ្ញុំទៅកន្លែងដាក់ម៉ងយើងចូលទៅក្នុងព្រៃហើយក៏វីដេអូនេះក៏អត់បានថតអីបានវែងឆ្ងាយដែរហ្នឹងហើយពួកខ្លាចបងប្អូនយើងមើលទៅវាអាចនឹងសាំអញ្ចឹងណាហ្នឹងហើយអាចនឹងសាំអញ្ចឹងក៏ខ្ញុំឃ្លាខ្លះទៅហ្នឹងហើយអត់ឲ្យមើលកន្លែងផ្លូវចេញពីផ្ទះខ្ញុំហ្នឹងហើយគឺនឹងចេញពីផ្ទះខ្ញុំបានប្រហែលជា100ម៉ែត្រ200ម៉ែត្រផ្លូវស្រួលបងប្អូនហើយក៏ខ្ញុំជិលថតចោលឥឡូវខ្ញុំកាត់បដ ாய் ទៅហ្នឹងហើយមកដល់កន្លែងក្នុងព្រៃនេះគឺដើរដូចសង្ហាបដ ாய் ណាចេញមកដល់រាងដូច Superman ដើរសិតតែលាត់អាវទៀតបើមិនបានលាត់អាវមិនលយទេប៉ុន្តែតែបងប្អូននេះវាក្តៅចេះនិយាយលេងហ្នឹងហើយក្តៅជាគឺនេះខ្ញុំទៅធ្វើទៅដើររកកន្លែងដាក់ម៉ងណាហ្នឹងហើយចង់ទៅរកអត់ឃើញទេរកអត់ឃើញទេវាកន្លែងដាក់មួទៅអត់តំណងហ្នឹងហើយក៏ចាប់ផ្ដើមយើងទៅរកមើលកន្លែងមួយកន្លែងទៀតហ្នឹងហើយរកមើលមួយកន្លែងទៀតថាមួយកន្លែងទៀតវាតំណងអត់ហើយមិនតិចកន្លែងបងប្អូនខ្ញុំដើររកពី3កន្លែងចើតាមមាត់អូរហូតអញ្ចឹងណាហ្នឹងហើយតាមមាត់អូរហូតទៅហ្នឹងហើយយើងចេះដើរមើលតាណារៀងតំណងក៏យើងដាក់ទៅណាហ្នឹងហើយកន្លែងណាមើលទៅមិនតំណងក៏យើងខ្ជិលដាក់អញ្ចឹងទៅមានស្នាមកន្លែងគេដាក់ក៏យើងខ្ជិលដាក់ឥឡូវខ្ញុំចាប់ផ្ដើមបន្តទៅមុខទៀតហើយហ្នឹងហើយអូជីមកចុយយ៉ាសត្វទឹកព្រៃពុំផាំងហូតអើយបងប្អូននេះមើលទៅទៅសុខភាពស្អាតណាស់បងប្អូននៅក្នុងព្រៃបងប្អូនបានទៅលេងមិនដឹងសុបាយណាស់យើងដើរដាក់មកយើងដើរដាក់ត្រីកំសាន្តលេងពេលយើងនៅផ្ទះវាអត់សុខពេកណាហ្នឹងហើយហើយក៏យើងដាក់ទៅវាគ្រាន់បើដែរយើងអាចថាបានមួយពេលពីរពេលអីចឹងណាហ្នឹងហើយគ្រាន់បើយើងទិញគេហ្នឹងហើយយើងទិញទៅវាអាចអស់ហ្នឹងហើយអស់ថវិកាចុះថវិកាច្រើនហ្នឹងហើយអញ្ចឹងយើងមានទេឆ្លៀតទៅតនេយើងឆ្លៀតដើរដាក់ម៉ងដាក់អីលេងទៅហ្នឹងហើយគ្រាន់រួចអាហារ buffet មួយពេលពីរពេលអីចឹងចំណេញលុយតិចតួចចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំដល់កន្លែងដាក់មកកន្លែងទៀតហើយហ្នឹងហើយខ្ញុំក៏បានចុះទៅមើលកន្លែងដាក់អញ្ចឹងណាហ្នឹងហើយនេះដល់កន្លែងទឹកហ្នឹងបងប្អូនដល់កន្លែងទឹកមើលទៅអឺជ្រោះរៀងជ្រៅដែរហ្នឹងឥឡូវយើងបានមកដល់ហើយយើងផ្អងមើលរកកន្លែងចុះហ្នឹងហើយកន្លែងនេះក៏សិតតែកន្លែងបងប្អូនខាងអ៊ីស្លាមមកស្ទួចនឹងដែរហ្នឹងហើយកន្លែងសិតតែដុតត្រីដើម្បីហូបនៅនឹងអញ្ចឹងណាហ្នឹងហើយឥឡូវខ្ញុំមកក្រោយគេនេះមើលកន្លែងស្អាតទៀតតែថ្ងៃនេះប្រហែលអត់ឃើញមកកន្លែងស្អាតដល់ហើយចឹងខ្ញុំក៏បានចុះទៅហ្នឹងហើយទឹករីងអស់ហ្នឹងហើយទឹកអូយើងរីងអស់ហ្នឹងហើយខាងពីមហ្នឹងហើយខាងពីមហ្នឹងហើយរីងអស់ហើយហ្នឹងហើយដីដល់កន្លែងខ្ញុំដែរពេលខ្ញុំដាក់ខ្ញុំបានថតបងប្អូនមើលទេហ្នឹងហើយព្រោះអត់មានអ្នកកាន់កាមេរ៉ាខ្ញុំចុះទឹកតែឯងអញ្ចឹងហ្នឹងហើយទឹករយៈដែរទេទឹកហ្នឹងហើយទឹកស្មើកហ្នឹងហើយអរគុណចឹងបងប្អូនហ្នឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងហ្នឹងហើយបងប្អូនបើស្រឡាញ់ចូលចិត្តជួយចុច Subscribe channel នេះមួយផង